ចានេះខ្ញុំក៏សូមគោរពជំរាបសួរដល់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំបងប្អូនអរគ្នាឆ្លងកាត់តាមស្ពានអាកាសមួយដែលស្ថិតនៅលើផ្លូវជាតិលេខ3ផងដែរចាទិសដៅនេះនឹងខ្ញុំធ្វើដំណើរទៅនេះគឺនឹងខ្ញុំធ្វើដំណើរចេញពីទិសដៅពីខាងខេត្តតាកែវកំពង់ស្ពឺយើងតាមផ្លូវជាតិលេខ3គឺមកពីកពតហ្នឹងណាបងប្អូនហើយយើងត្រូវធ្វើដំណើរត្រូវចូលទៅទីក្រុងភ្នំពេញប៉ុន្តែនាងខ្ញុំអត់ចង់ទៅភ្នំពេញតែម្ដងទេនាងខ្ញុំពិបាកក្នុងការធ្វើដំណើរដោយសារតែចូលទីក្រុងភ្នំពេញទៅមនុស្សអ៊ូអរច្រើនឬក៏ស្ទះចរាចរណ៍អញ្ចឹងហើយទើបនាងខ្ញុំមានបំណងថាឡើងតាមស្ពានអាកាសមួយនេះហើយធ្វើដំណើរទៅតាមផ្លូវកបាត់ក្រុងវិញចាអញ្ចឹងនាងខ្ញុំធ្វើដំណើរនេះគឺទិសដៅដែលកំពុងទៅនេះបើថាយើងទៅត្រង់តែម្ដងទៅផ្លូវនេះគឺឡើងទៅផ្លូវជាតិលេខ2វិញណាបងប្អូនបើសិនតែយើងតាមស្ពានហ្នឹងទៅយើងឆ្លងកាត់ទៅផ្លូវជាតិលេខ2វិញទេតែផ្លូវនោះក៏គេអត់ធ្វើអត់ទាន់ហើយដែរបងប្អូនតែនាងខ្ញុំធ្វើនេះគឺធ្វើដំណើរនេះតាមទិសដៅនៃសញ្ញាព្រួយអញ្ចឹងហើយបើយើងចង់រកកន្លែងបត់តដល់កន្លែងគេបត់បានយើងបត់បានអញ្ចឹងយើងចេះធ្វើដំណើររហូតត្រង់អញ្ចឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនឃើញផ្លាកខាងមុខដែរបន្តិចទៀតនឹងដល់ផ្លូវដែលយើងត្រូវបត់ខាងឆ្វេងដើម្បីសំដៅទៅទិសដៅគឺយើងត្រូវត្រឡប់ក្រោយវិញប៉ុន្តែយើងអត់អាចជិះត្រឡប់ក្រោយតែម្ដងទេដល់ទិសដៅដែលគេឲ្យយើងបត់បានយើងបត់បានអញ្ចឹងចិត្តដល់កន្លែងបត់ហើយបងប្អូននៅខាងមុខចាអញ្ចឹងដល់កន្លែងនេះទៅយើងត្រូវឈៀងមកខាងឆ្វេងដៃហើយឆ្លងផ្លូវហើយនឹងមានសញ្ញាព្រួយដែលអាចឲ្យយើងបត់បានអញ្ចឹងយើងឆ្លងទៅទ្រូងខ្នល់ម្ខាងទៀតបងប្អូនចាយើងឆ្លងទៅទ្រូងខ្នល់ម្ខាងទៀតដែលគេបើកផ្លូវឲ្យយើងបត់អញ្ចឹងយើងបត់ត្រឡប់ក្រោយវិញតែម្ដងចាយើងបត់តាមនឹងមកចាអញ្ចឹងយើងបត់នេះគឺបត់ត្រឡប់ថយទិសដៅថយក្រោយវិញតែផ្នែកម្ខាងទៀតនៃផ្លូវអញ្ចឹងកន្លែងហ្នឹងក៏យើងអាចធ្វើដំណើរឆ្ពោះទៅតិចទៀតទៅយើងធ្វើដំណើរបន្តិចទៀតទៅគេនឹងបង្ហាញនៅផ្លាកទិសដៅដែលយើងត្រូវទៅតែយើងចង់ទៅខាងណាគឺផ្លាកគេដាក់សញ្ញាព្រួយត្រឹមត្រូវដើម្បីឲ្យយើងជ្រើសរើសក្នុងការប្រើប្រាស់ផ្លូវក្នុងការធ្វើដំណើរផងដែរអ្នកបងប្អូនឃើញណាផ្លាកខាងលើពេលដែលយើងជិះបន្តិចទៅឃើញហើយចាអញ្ចឹងដល់កន្លែងហ្នឹងគឺមានផ្លូវបត់ដូចថាយើងមានកន្លែងចុះពីចាក់ចេញពីលើស្ពានហ្នឹងណាបងប្អូនអញ្ចឹងហើយដល់ពេលដល់កន្លែងហ្នឹងចិត្តដល់អញ្ចឹងគេដាក់ផ្លាកមួយសិនអត់ទាន់បត់ទេប៉ុន្តែគេដាក់ផ្លាកអញ្ចឹងបើយើងបត់ទៅខាងស្ដាំដៃគឺយើងទៅភ្នំពេញដល់យើងទៅត្រង់ទិសដៅយើងទៅត្រង់ហ្នឹងគឺយើងទៅផ្លូវកំពង់ស្ពឺកំពង់ឆ្នាំងគឺសំដៅទៅផ្លូវជាតិលេខ5បងប្អូនចាអញ្ចឹងតាមហ្នឹងគឺកាត់ច្រើនណាស់អញ្ចឹងទៅខាងមុខគេបង្ហាញផ្លាកមួយទៀតព្រោះដល់កន្លែងហ្នឹងវាមានផ្លូវបត់ចុះពីលើស្ពានហ្នឹងបងប្អូនចាអញ្ចឹងគេបង្ហាញផ្លាកមួយទៀត